ក32ពេត្រុសថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទព្រះយេស៊ូវបានមានបន្ទូលសួរពួកសិស្សទ្រង់ថាតើមនុស្សទាំងឡាយគិតថាទ្រង់ជានរណាពួកសិស្សបានទូលតបថាមនុស្សខ្លះគិតថាព្រះយេស៊ូវគឺជាយ៉ូហានបាទីសមនុស្សខ្លះទៀតគិតថាទ្រង់គឺជាព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់ដែលបានរស់ឡើងវិញព្រះយេស៊ូវបានមានបន្ទូលសួរពួកសិស្សទ្រង់ថាតើពួកគេគិតថាទ្រង់ជានរណាពេត្រុសទូលថាទ្រង់ជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ព្រះយេស៊ូវមានបន្ទូលពន្យល់ថាទីបន្ទាល់របស់ពេត្រុសមិនមែនបានមកពីការរៀនសូត្ររបស់មនុស្សទេទីបន្ទាល់របស់គាត់បានមកតាមរយៈវិវរណពីព្រះយេស៊ូវមានបន្ទូលសន្យាពេត្រុសថាទ្រង់នឹងប្រទានឲ្យគាត់នៃបព្វជិតភាពនិងសិទ្ធិអំណាចដើម្បីដឹកនាំសាសនាចក្របន្ទាប់មកពេត្រុសនិងពួកសាវកទាំងអស់នឹងមានសិទ្ធិអំណាចដើម្បីរៀបចំសាសនាចក្ររបស់ព្រះយេស៊ូវនៅលើផែនដីព្រះយេស៊ូវមានបន្ទូលប្រាប់ពួកសិស្សកុំឲ្យប្រាប់នរណាថាទ្រង់ជាព្រះគ្រីស្ទឡើយដំបូងទ្រង់ត្រូវរងទុក្ខត្រូវគេធ្វើគុតហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទី3ជំពូក33ការបង្ហាញខ្លួនក្នុងសេរីល្អការប្រែរូបព្រះយេស៊ូវបាននាំពេត្រុសយ៉ាកូបនិងយ៉ូហានទៅលើកំពូលភ្នំដ៏ខ្ពស់មួយដើម្បីអធិដ្ឋាននៅពេលព្រះយេស៊ូវបានអធិដ្ឋាននោះសេរីល្អនៃព្រះបានគ្រប់ដណ្ដប់ទ្រង់ព្រះភ័ក្ត្រទ្រង់ភ្លឺចែងចាំងដូចព្រះអាទិត្យព្យាការីក្នុងព្រះគម្ពីរសញ្ញាចាក់ពីររូបគឺម៉ូសេនិងអេលីយ៉ាសបានបង្ហាញខ្លួនដល់ទ្រង់ពួកលោកបានទូលជាមួយទ្រង់អំពីការសុគតនិងការមានព្រះជន្មរស់ឡើងវិញដែលនឹងមកដល់កាលព្រះយេស៊ូវកំពុងអធិដ្ឋាននោះពួកសាវកបានដេកលក់កាលពួកគេបានក្រោកឡើងពួកគេបានឃើញសេរីនៃព្រះយេស៊ូវគ្រីស្ទម៉ូសេនិងអេលីយ៉ាពួកគេបានឮព្រះសូរសៀងរបស់ព្រះវរបិតាសួរថ្លែងទីបន្ទាល់ថានេះជាកូនស្ងួនផ្ងាយយើងជាទីពេញចិត្តយើងណាស់ចូលស្ដាប់តាមចុះពួកសាវកបានភ័យញ័រហើយបានដួលទៅលើដីព្រះយេស៊ូវបានពួលពួកគេដោយបន្ទូលថាកុំភ័យឡើយនៅពេលពួកគេងើយមើលទៅលើនោះសារទូតសូគៀបានយាងទៅផុតហើយព្រះយេស៊ូវមានបន្ទូលប្រាប់ពួកសាវកកុំអោយប្រាប់នរណាឲ្យសោះនៅហេតុការណ៍ដែលពួកគេបានឃើញដរាបដល់ទ្រង់បានសុគតហើយមានព្រះជន្មរស់ឡើងវិញជំពូក34ក្មេងប្រុសមានអារក្សចូលថ្ងៃមួយបុរសម្នាក់បានទទូចអង្វរព្រះយេស៊ូវឲ្យជួយដល់កូនប្រុសគាត់កូនប្រុសនោះមានអារក្សចូលពួកសិស្សបានខំព្យាបាលកូនប្រុសគាត់ប៉ុន្តែពួកគេមិនអាចព្យាបាលបានទេព្រះយេស៊ូវបានមានបន្ទូលឲ្យបុរសនោះនាំយកកូនប្រុសគាត់មកនៅពេលកូនប្រុសនោះបានមកដល់អារក្សបានធ្វើឲ្យគាត់ដួលទៅលើដីព្រះអង្គសង្គ្រោះមានបន្ទូលសួរថាតើអារក្សចូលក្មេងនេះតាំងពីអង្កាលឪពុកនោះបានទូលថាតាំងតែពីតូចមកព្រះយេស៊ូវមានបន្ទូលថាទ្រង់អាចព្យាបាលកូនប្រុសនោះបានប្រសិនបើឪពុកនោះមានសេចក្តីជំនឿឪពុកនោះបានចាប់ផ្ដើមយំគាត់ទូលថាគាត់បានមានសេចក្តីជំនឿប៉ុន្តែគាត់បានទូលសូមព្រះយេស៊ូវឲ្យជួយគាត់កាន់តែមានសេចក្តីជំនឿថែមទៀតព្រះយេស៊ូវបានត្រាស់បង្គាប់អារក្សឲ្យចេញពីក្មេងប្រុសនោះរួចមិនឲ្យចូលក្នុងខ្លួនគាត់ទៀតឡើយអារក្សបានខឹងជាខ្លាំងវាបានវាយក្មេងប្រុសនោះម្ដងទៀតក្រោយមកវាស្ដាប់តាមព្រះយេស៊ូវក៏ចេញទៅក្មេងប្រុសនោះមិនកំរើកសោះទើបមនុស្សជាច្រើនបានថាវាស្លាប់ហើយព្រះយេស៊ូវបានចាប់ដៃក្មេងនោះហើយជួយគាត់ឲ្យក្រោកឈរឡើងក្មេងប្រុសនោះបានជាសះស្បើយអារក្សក៏បានចេញទៅបាត់ទៅក្រោយមកពួកសិស្សបានទូលសួរព្រះយេស៊ូវអំពីមូលហេតុដែលពួកគេពុំអាចបណ្ដេញអារក្សចេញពីក្មេងប្រុសនោះព្រះយេស៊ូវមានបន្ទូលប្រាប់ពួកគេថាពេលខ្លះពួកគេត្រូវតមអាហារហើយអធិដ្ឋានដើម្បីជួយឲ្យមនុស្សម្នាក់បានជាសះស្បើយជំពូក35សាសសាមារីដ៏សប្បុរសព្រះយេស៊ូវមានបន្ទូលរឿងប្រៀបដូចជាច្រើនដើម្បីជួយមនុស្សទាំងឡាយឲ្យរៀនអំពីសេចក្តីពិតថ្ងៃមួយមានអ្នកដឹកនាំសាសយូដាម្នាក់បានទូលសួរព្រះយេស៊ូវថាគាត់ត្រូវធ្វើដូចម្តេចដើម្បីបានជីវិតដ៏នៅអស់កលជានិច្ច
ព្រះអង្គសង្គ្រោះបានមានបន្ទូលសួរថាតើបទគម្ពីរបានប្រាប់យ៉ាងដូចម្ដេចអ្នកដឹកនាំនោះតបថាមនុស្សម្នាក់ត្រូវស្រឡាញ់ព្រះហើយក៏ត្រូវស្រឡាញ់អ្នកជិតខាងខ្លួនដែរព្រះយេស៊ូវបានមានបន្ទូលថាគាត់ឆ្លើយបានត្រឹមត្រូវបន្ទាប់មកអ្នកដឹកនាំបានទូលសួរថាតើអ្នកណាជាអ្នកជិតខាងខ្ញុំព្រះយេស៊ូវមានបន្ទូលតបដោយដំណាលអំពីរឿងមួយដល់បុរសនោះថ្ងៃមួយមានបុរសសាសយូដាម្នាក់កំពុងធ្វើដំណើរតាមផ្លូវទៅកាន់ទីក្រុងយេរីកូពួកចៅបានប្លន់ព្រមទាំងវាយគាត់ពួកគេបានទុកបុរសនោះចោលតាមផ្លូវស្ទើរតែនឹងស្លាប់ចាស់ហើយមិនយូរប៉ុន្មានមានសង្ឃសាសយូដាមួយអង្គចុះមកតាមផ្លូវហើយក៏បានឃើញគាត់សង្ឃនោះបានដើរវាងទៅមកខាងហួសទៅគាត់ពុំបានជួយបុរសនោះទេមានបុរសសាសយូដាម្នាក់ទៀតជាអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធបានដើរឆ្លងកាត់ទីនោះគាត់បានឃើញបុរសរងរបួសម្នាក់នោះប៉ុន្តែគាត់ពុំបានជួយបុរសនោះទេក៏បានដើរវាងទៅមុខខាងហួសទៅបន្ទាប់មកមានសាសសាម៉ារិកម្នាក់បានមកដល់សាសយូដានិងសាសសាម៉ារិពុំដែលចុះសម្រុងគ្នាឡើយប៉ុន្តែនៅពេលសាសសាម៉ារិកម្នាក់បានឃើញបុរសនោះគាត់មានចិត្តអាណិតគាត់បានរំរបួសបុរសនោះហើយយកសម្លៀកបំពាក់មកបំពាក់ឲ្យគាត់សាសសាម៉ារីរូបនោះបានយកបុរសម្នាក់នោះទៅឯផ្ទះសំណាក់ហើយថែទាំគាត់រហូតដល់ស្អែកឡើងនៅពេលសាសសាម៉ារីចាក់ជិនទៅគាត់បានហត់ប្រាក់ឲ្យម្ចាស់ផ្ទះសំណាក់ហើយបានប្រាប់គាត់ឲ្យមើលថែបុរសនោះផងបន្ទាប់មកព្រះយេស៊ូវមានបន្ទូលអំពីរឿងនេះទ្រង់មានបន្ទូលសួរអ្នកដឹកនាំសាសយូដាថាតើចំណោមបុរសទាំង3នេះនរណាជាអ្នកជិតខាងរបស់បុរសត្រូវរបួសនោះអ្នកដឹកនាំនោះបានទូលថាគឺសាសសាម៉ារីព្រោះគាត់បានជួយបុរសនោះព្រះយេស៊ូវមានបន្ទូលប្រាប់អ្នកដឹកនាំសាសយូដាឲ្យប្រព្រឹត្តដូចសាសសាម៉ារីរូបនោះជំពូក36ព្រះយេស៊ូវមានប្របន្ទូលរឿងប្រៀបប្រដូចចំនួន3ថ្ងៃមួយព្រះយេស៊ូវបានសោយហើយជជែកជាមួយមនុស្សទាំងឡាយដែលមានគេច្រើនគិតថាជាមនុស្សមានបាបពួកផារីស៊ីមួយចំនួនបានឃើញទ្រង់ពួកផារីស៊ីបានជឿថាមនុស្សល្អមិនគួរនិយាយជាមួយមនុស្សមានបាបទេពួកគេបានគិតថាព្រះយេស៊ូវមិនមែនជាមនុស្សល្អទេព្រោះទ្រង់បានជជែកជាមួយមនុស្សមានបាបព្រះអង្គសង្គ្រោះសពប្រតិចង់ជួយពួកផារីស៊ីឲ្យយល់អំពីមូលហេតុដែលទ្រង់គង់ជាមួយមនុស្សមានបាបទ្រង់មានបន្ទូលប្រាប់ពួកគេនៅរឿងប្រៀបប្រដូចចំនួន3រឿងទី1គឺអំពីកូនជៀមវង្វេងរឿងប្រៀបប្រដូចទី2កាក់ដែលបាត់រឿងប្រៀបប្រដូចទី3កូនប្រុសវង្វេងរឿងប្រៀបប្រដូចទី1កូនជៀមវង្វេងគង្វាលជៀមល្អម្នាក់មានជៀម100ក្បាលមានជៀម1ក្បាលបានវង្វេងបាត់គង្វាលជៀមនោះបានទុកជៀម99ក្បាលសិនដើម្បីទៅរកជៀមមួយដែលវង្វេងបាត់នៅពេលដែលគាត់រកវាឃើញហើយគាត់មានចិត្តរីករាយណាស់គង្វាលជៀមនោះបានលីជៀមនោះមកផ្ទះវិញគាត់បានហៅមិត្តភក្តិនិងអ្នកជិតខាងខ្លួនឲ្យមករីករាយជាមួយគាត់បានរកឃើញកូនជៀមដែលវង្វេងបាត់នោះហើយព្រះយេស៊ូវគ្រីស្ទមានបន្ទូលប្រាប់ពួកហ្វារីស៊ីអំពីអត្ថន័យនៃរឿងប្រៀបដូចនោះទ្រង់បានមានបន្ទូលថាអ្នកទាំងឡាយណាដែលបានប្រព្រឹត្តបាបគឺដូចជាកូនជៀមដែលវង្វេងបាត់នោះដែរគឺដូចជាកង្វាលនោះដែលចង់ជួយសង្គ្រោះកូនជៀមដែលវង្វេងបាត់ដែរនោះព្រះយេស៊ូវសព្វប្រតិជួយសង្គ្រោះអ្នកទាំងឡាយណាដែលបានប្រព្រឹត្តបាបព្រះយេស៊ូវបានមានបន្ទូលថានោះហើយជាមូលហេតុដែលទ្រង់បានជជែកជាមួយមនុស្សមានបាបគឺដូចជាកង្វាលនោះមានចិត្តរីករាយការគាត់រកឃើញកូនជៀមវង្វេងនោះព្រះយេស៊ូវក៏សប្បាយព្រះទ័យពេលយើងប្រែចិត្តដែររឿងប្រៀបប្រដូចទី2កាក់ដែលបាត់ស្ត្រីម្នាក់មានប្រាក់10ដួងគាត់បានធ្វើឲ្យបាត់ប្រាក់1ដួងគាត់បានស្វែងរកគ្រប់ទីកន្លែងក្នុងផ្ទះទីបំផុតគាត់បានរកឃើញកាក់ប្រាក់ដែលបាត់នោះគាត់មានចិត្តរីករាយណាស់គាត់បានប្រាប់មិត្តភក្តិនិងអ្នកជិតខាងរបស់គាត់ពួកគេក៏មានចិត្តរីករាយដែលគាត់បានរកឃើញកាក់ប្រាក់ដែលបានបាត់នោះដែរថ្នាក់ដឹកនាំសាសនាចាស់និងសមាជិកប្រៀបដូចជាស្ត្រីនៅក្នុងរឿងនេះកាក់ប្រាក់ដែលបាត់ប្រៀបដូចជាសមាជិកសាសនាចាស់ដែលឈប់ទៅព្រះវិហារឬឈប់ព្យាយាមរំលងតាមព្រះបញ្ញត្តិ
វាប្រៀបដូចជាពួកគេបានបង្វែងបាត់ពីសាសនាចក្រដូចនេះដែរព្រះយេស៊ូវគ្រីស្ទសប្បុរសឲ្យសមាជិកសាសនាចក្រស្វែងរកបងប្អូនប្រុសស្រីដែលបានបង្វែងបាត់ហើយជួយពួកគេឲ្យត្រឡប់ទៅរកទ្រង់វិញទ្រង់សប្បាយប្រតិយនៅពេលយើងធ្វើដូច្នេះមិត្តភ័ក្តិនិងអ្នកជិតខាងនៅក្នុងរឿងនេះប្រៀបដូចជាទេវតារបស់ព្រះពួកទេវតាមានចិត្តរីករាយនៅពេលមនុស្សម្នាក់ប្រែចិត្តបុរសម្នាក់មានកូនប្រុស2នាក់បុរសនោះបានសន្យាថានឹងចែកប្រាក់ឲ្យពួកគេនៅពេលគាត់ស្លាប់កូនប្រុសពៅមិនចង់រង់ចាំឡើយវាបានសូមឪពុកវាចែកចំណែកប្រាក់មកឲ្យវាឪពុកវាក៏បានចែកចំណែកនោះឲ្យវាកូនប្រុសនោះបានទទួលយកប្រាក់ហើយចេញពីផ្ទះទៅវាបានទៅស្រុកគេកូនប្រុសនោះបានប្រព្រឹត្តបាបម្ដងហើយម្ដងទៀតវាបានចាយបង្ហិនប្រាក់ទាំងអស់ទីបន្ទាត់កូនប្រុសនោះគ្មានប្រាក់ទិញអាហារបរិភោគឡើយវាឃ្លានខ្លាំងណាស់វាបានសូមជំនួយពីបុរសម្នាក់បុរសនោះបានជួលវាឲ្យដាក់ចំណីជ្រូកកូនប្រុសនោះឃ្លានខ្លាំងណាស់ទើបវាចង់ចំអែតពុះដោយចំណីជ្រូកវាបានដឹងថាពួកបាវបំរើនៅក្នុងផ្ទះឪពុកវាមានអាហារបរិភោគល្អជាងវាផងវាបានសម្រេចចិត្តប្រែចិត្តហើយសូមធ្វើជាអ្នកបម្រើក្នុងផ្ទះឪពុកវាកាលកូនប្រុសនោះដើរមកផ្ទះវិញឪពុកវាបានឃើញវាដើរមកឪពុកបានរត់ទៅឯកូនប្រុសគាត់បានអោបហើយថើបវាកូនប្រុសនោះបានប្រាប់ឪពុកវាថាវាបានប្រព្រឹត្តបាបវាមានអារម្មណ៍ថាមិនស័ក្តិសមនឹងត្រូវបានហៅថាជាកូនព្រំរបស់ឪពុកវាទេឪពុកនោះបានប្រាប់បាវបំរើគាត់ឲ្យនាំយកសម្លៀកបំពាក់ល្អបំផុតមកបំពាក់ឲ្យវាបាវបំរើបានបំពាក់ស្បែកជើងនិងចិញ្ចៀនឲ្យវាឪពុកនោះបានប្រាប់ឲ្យបាវបំរើរៀបចំពិធីស៊ីលៀងមួយគាត់ចង់ឲ្យមនុស្សគ្រប់គ្នាមកអបអរសាទរកូនប្រុសដែលបានប្រព្រឹត្តបាបនោះបានប្រែចិត្តហើយត្រឡប់មកផ្ទះវិញហើយកូនប្រុសច្បងបានធ្វើការនៅឯចំការកាលគាត់ត្រឡប់មកផ្ទះវិញគាត់បានឮសូរភ្លេងនិងរបាំបាវបំរើម្នាក់ជម្រាបគាត់ថាប្អូនប្រុសរបស់គាត់បានត្រឡប់មកផ្ទះវិញហើយឪពុករបស់គាត់ចង់ឲ្យមនុស្សគ្រប់គ្នាមកអបអរសាទរកូនប្រុសច្បងក៏ខឹងមិនព្រមចូលទៅក្នុងផ្ទះសោះឪពុកគាត់បានចេញមកនិយាយជាមួយគាត់ឪពុកមានអំណរគុណដែលកូនប្រុសច្បងតែងតែនៅជាមួយលោកអ្វីគ្រប់យ៉ាងរបស់ឪពុកគាត់នឹងคล้ายជារបស់គាត់ឪពុកគាត់ក៏បានប្រាប់គាត់ទៀតថាវាជារឿងត្រឹមត្រូវហើយដែលយានអបអរសាទរនោះលោកមានចិត្តរីករាយដែលកូនប្រុសពៅរបស់លោកបានប្រែចិត្តហើយត្រឡប់មកផ្ទះវិញព្រះយេស៊ូវមានបន្ទូលប្រាប់ពួកផារីស៊ីនៅរឿងព្រាប្រដូចចំនួន3ដោយសារតែទ្រង់សពព្រះតីឲ្យពួកគេដឹងថាតើព្រះវរបិតាស៊ូស្រឡាញ់មនុស្សគ្រប់គ្នាប៉ុណ្ណាទ្រង់ស្រឡាញ់មនុស្សដែលគោរពប្រតិបត្តិទ្រង់ក៏ស្រឡាញ់មនុស្សមានបាបដែរប៉ុន្តែព្រះវរបិតាស៊ូមិនអាចប្រទានពរដល់ពួកគេបានទេលុះត្រាតែពួកគេប្រែចិត្តទ្រង់សពព្រះតីឲ្យមនុស្សមានបាបប្រែចិត្តហើយត្រឡប់ទៅរកទ្រង់វិញហើយទ្រង់សពព្រះតីឲ្យយន់ជួយពួកគេប្រែចិត្តហើយបានរីករាយនៅពេលពួកគេត្រឡប់មកវិញ